សួស្តីអ្នកនាងសូមស្វាគមន៍មកកាន់ Channel ឌីវកាក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកនាងជាមួយនឹង structure នៃ HTML និង basic text មួយចំនួននៅក្នុង episode ទី1នេះអញ្ចឹងយើងចូលមកដល់ topic យើងជាដំបូងគឺអ្នកនាងគេត្រូវតែមាន VS Code ជាមុនសិនបើសិនជាអ្នកនាងអត់ទាន់ចេះដល់ឡើង VS Code ទេខ្ញុំគិតថាអ្នកនាងអាចជួយទៅ research បានhow to install VS Code អូខេព្រោះតែក្នុងវីដេអូនេះគឺខ្ញុំអត់ចង់បង្ហាញទៅលើការ install VS Code ទេអូខេនៅពេលដែលអ្នកនរគ្នាមាន VS Code ហើយអ្នកនរគ្នាធ្វើការបង្កើត folder មួយសម្រាប់ទាំងអស់គ្នាមកឥឡូវខ្ញុំទៅបង្កើត folder មួយអូខេមកបង្កើត folder មួយសម្រាប់ HTML របស់យើងគាត់ថាខ្ញុំដាក់ថា HTML by Delta យ៉ាងនេះបង្កើត folder នៅក្នុងកុំព្យូទ័ររបស់គ្នាហើយអ្នកទាំងអស់គ្នា click នៅលើអាកន្លែងនេះហ្នឹងហើយយើងទៅថា cmd យើង enter ដល់កន្លែងនេះយើងទៅសេ code space ហើយ dot ហើយ click enter នោះវានឹងចូលទៅបើក VS Code ឲ្យយើងតែម្ដងហើយបន្តមកយើងអាចបង្កើត file នៅទីនេះក៏បាននៅនេះក៏បានឬក៏ mouse ស្ដាំលើនេះនឹងឃើញកន្លែង new file អញ្ចឹងយើងបង្កើតនៅកន្លែងណាក៏បានដែរអញ្ចឹងយើងអាចនៅនេះមកស្រួលអញ្ចឹងខ្ញុំដាក់ថា index.html អញ្ចឹងខ្ញុំមាន file html មួយហើយឃើញអត់អញ្ចឹងយើងអាចទៅសេ code html នៅក្នុងនេះបានហើយឃើញទេអូខេ HTML យើងអាចទៅសេ code HTML នៅក្នុងនេះបានហើយអញ្ចឹងសម្រាប់ទាក់ទងទៅនឹង extension ខ្ញុំទាក់ទងនឹង extension ខ្ញុំ recommend extension 2សម្រាប់អ្នកនរគ្នាមួយនោះគឺ live server live server មួយនេះ live server នេះមួយនិងមួយទៀតគឺ material icon material យើងអាចទៅសេ icon នេះចេញដល់ material icon ខ្ញុំ recommend ពីរនេះហើយខ្ញុំក៏អត់ទៅ recommend ជំនួយ tag ដូចជាអីជំនួយ tag អីចឹងគឺខ្ញុំអត់ទៅ recommend ទេយើងត្រូវរៀនពីដើមមកមុនអូខេអ្នកនរគ្នាឥឡូវយើងចូលមកកាន់មេរៀនរបស់យើងដោយទីមួយនោះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាទៅលើ simple structure នៅក្នុង HTML ថាមុននឹងសរសេរ HTML យើងត្រូវធ្វើអីខ្លះអូខេឥឡូវអ្នកនរគ្នាមុននឹងខ្ញុំប្រាប់ពីរបៀបបង្កើត file HTML ហើយនៅពេលដែលយើងបង្កើតមកគឺវាមាន extension.html បន្ទាប់មកយើងចូលមកកាន់កន្លែងសរសេររបស់យើងអញ្ចឹងអ្នកនរគ្នាចាប់ផ្ដើមសរសេរដោយបើក text document text HTML text មួយនេះគឺវាចង់ប្រាប់ទៅកាន់ browser ថា hey browser នេះគឺជា HTML បន្ទាប់មកអ្នកនរគ្នាបើក text HTML ហេតុអីបើក text HTML ដោយសារតែបើយើងចង់សេ HTML គឺយើងត្រូវតែបើក text HTML អូខេហើយនៅក្នុង HTML គឺយើងមាន text ធំចំនួន2នោះគឺ head មានថាក្បាលដូចយើងសម័យទៅលើមនុស្សយើងគឺជាក្បាលបន្ទាប់មកយើងមាន text body ចឹងយើងមាន text ធំ2ដោយ head គឺយើង config ទៅលើ header របស់ website របស់យើងមិន header ក្នុង browser ទេទៀតខ្ញុំនឹងបង្ហាញដល់អ្នកគ្នាឥឡូវយើងបាន code នេះហើយអូខេអញ្ចឹងយើងអាច run ជាមួយនឹងមុនហ្នឹងគឺខ្ញុំឲ្យអ្នកគ្នា install extension មួយឈ្មោះថា live server អញ្ចឹងនៅពេលអ្នកគ្នាមកស្ដាំលើនេះហើយយកពាក្យថា open ពី live server នោះវានឹង redirect យើងទៅកាន់ browser អូខេទៅហើយខ្ញុំសូម split screen មួយយ៉ាអូខេកូដអីធំអូខេអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំនឹងនិយាយទៅលើ head មុន head ហ្នឹងគឺសំដៅទៅលើនេះទាំងអស់ដែលនៅខាងលើនេះនឹងសម្រាប់ import CDN មួយចំនួននៅពេលមេរៀនបន្ទាប់ខ្ញុំនឹងបង្ហាញដល់អ្នកគ្នាបន្ថែមទៀតតែឥឡូវយើងមកស្គាល់សិនគឺយើងអាចដូចឈ្មោះ
វានៅកន្លែងនេះដោយប្រើ tag ឈ្មោះថា title អូខេហើយ my first website refresh ណា my first website ឃើញអត់អញ្ចឹង tag title គឺយើងដាក់ចំណងជើងទៅកាន់ website របស់យើងថា website របស់យើងនេះមានឈ្មោះអីគេមួយទៀតនៅពេលដល់នេះ tag នេះគឺបើក tag នេះគឺបិទ tag ដែលខុសគ្នាត្រង់មួយមានអានេះ slash នេះមួយទៀតអត់មានអញ្ចឹងនៅពេលអ្នកអស់គ្នាស្អីគឺត្រូវបើកហើយនឹងបិទអូខេឥឡូវយើងមើលនេះicon នេះទេអាក្រក់មើលអ្នកគ្នាអាចដូរ icon នឹងបានដែរពីវាប្រើ link វាបញ្ជាក់ថាវាជា icon tab វាជា image icon ហើយអ្នកគ្នាទៅការ add រូបដែលដំបូងយើងទៅយករូបពីណាមកក៏បានដែរឥឡូវខ្ញុំ icon យកនេះសោះអូខេយករូបនេះមួយខ្ញុំមើលតែរូបណាលុយណារូបនេះអូខេរូបនេះលុយ2ទីនេះคลิกលើរូបបាន link copy link នឹងមកបិទវិញទៅយើងកាន់ website យើងវិញហើយយើងផាស link នឹងចូលនៅក្នុងនេះហើយកុំភ្លេចបិទវាផងឃើញផ្លែយ៉តបាទនេះគឺជាការផ្លាស់ប្ដូរទៅលើ icon របស់យើងមិញខ្ញុំប្រើឲ្យ head គឺទាក់ទងទៅលើ head នៅខាងលើនេះ head អញ្ចឹងនៅខាងនេះគឺជា body ឥឡូវយើងចូលមកមើលនៅក្នុង body យើងអាចបើសិនជាយើងសរសេរអីនៅក្នុង body តើមានរឿងអីកើតឡើងឥឡូវយើងសរសេរអូខេ hello world control s cell ឃើញមាន hello world ក៏ប៉ុន្តែនៅក្នុង HTML គឺគេអត់សរសេរអក្សរនៅក្នុង body យកតម្រងទេគឺគេមាន tag ជាច្រើនទៀតតោះឥឡូវយើងចាប់ផ្ដើមចូលទៅកាន់ heading tag ខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងទៅនឹង heading tag អញ្ចឹងយើង open visualizer ម្ដងទៀតដោយសារខ្ញុំបានផ្លាស់ប្ដូរ file អូខេខ្ញុំសូមបិទនេះអញ្ចឹងយើងមកមើល heading tag អញ្ចឹងខ្ញុំបង្ហាញអ្នកនរគ្នា heading tag គឺ tag ដោយមានអក្សរ h ដែលមានពី h1 រហូតដល់ h6 h1 គឺធំជាងគេហើយខ្ញុំកែនេះ1 tag h ហ្នឹងគឺផ្ដល់ទៅដល់ទំហំអក្សរឃើញអត់ h ដែលមានតម្លៃតូចជាងគេគឺ h1 គឺធំជាងគេ h6 គឺតូចជាងគេហើយវាប្រើប្រាស់ដើម្បីអីបើ tag h1 h2 h3 h4 រហូតដល់ h6 ហ្នឹងគឺគេប្រើសម្រាប់ដាក់ទៅលើចំណងជើងនៃអត្ថបទរបស់យើងឬក៏ website របស់យើងដោយដាក់ចំណងជើងមិនឧទាហរណ៍យើងចូលមកមើល website គេមួយខ្ញុំ search new អញ្ចឹងអូខេនេះវាចំណងជើងនេះអញ្ចឹងយើងចង់ដឹងថាគេពិតជាដាក់ h មែនអត់យើងចុច F12 ហើយទីចូលក្នុងទីคลิกអានេះហើយយើងคลิกលើនេះយើងឃើញនេះគេប្រើ h1 ដើម្បីដាក់ចំណងជើងអូខេគឺយើងដាក់ចំណងជើងដើម្បីឲ្យមើលទៅអា website របស់យើងគឺស្រួលមើល user ស្រួលមើលឃើញអត់ហេតុអីក៏ត្រូវប្រើគឺប្រើសម្រាប់ឲ្យ user នឹងស្រួលមើលយល់ទេហើយយើងប្រើនៅពេលដែរសម្រាប់ដាក់ចំណងជើងទៅលើអីមួយអញ្ចឹងនេះគឺជា tag h គឺយើងសេធម្មតាយើងសាកមើល h1 hello tag h1 easy អូខេតោះយើងដូរទៅមួយទៀត paragraph យើងមកមើលនៅក្នុង tag paragraph គឺ p ចុះស្អីគេ tag paragraph គឺយើងប្រើយ៉ាងឥឡូវយើងមើល website គេម្ដងទៀតយើងប្រើសម្រាប់សរសេរ paragraph យើងរៀនដល់ថ្ងៃនេះយើងសរសេរអស់នេះគឺយើងសរសេរដោយប្រើ tag p tag paragraph នេះនៅពេលដែលអ្នកនរគ្នាសរសេរអក្សរច្រើនដល់ហើយខ្ញុំសរសេរអក្សរច្រើនគឺយើងអាចប្រើ tag paragraph បានហើយ paragraph នៅពេលដែលឃើញអត់គឺយើងអាចប្រើ tag paragraph បាននៅពេលដែលយើងចង់សរសេរ paragraph
តែប៉ុណ្ណឹង free text paragraph ជាងចង់និយាយពី description ពីអីចឹងហើយរបៀបសរសេរគឺដូចនេះយើងឃើញបើមកឲ្យដាក់ p បិទមកវិញមក para ឃើញទេ text paragraph តោះយើងចូលទៅកាន់ text បន្តទៀត text គេហៅថា line break អូខេខ្ញុំទៅការបិទមួយហើយយើង run with line server មួយទៀតចូលមកកាន់ pay មួយទៀតគឺ break ស្គី break អូខេ break គឺជា take សម្រាប់ឲ្យយើងចុះបន្ទាត់មិនឥឡូវយើងលុបនេះសិនឧទាហរណ៍នៅនេះមាន h1 មួយគេគេសេថា line 1 អូខេប៉ុន្តែអ្នកនរគ្នាមាន paragraph នៅក្នុង line 1 នឹងទៀត today I miss អី miss អត់ដឹងទេអូខេគេនិយាយ I miss ឧទាហរណ៍នេះដល់ពេលអ្នកនរគ្នាដាក់ today I miss ហើយអ្នកនរគ្នាចង់ឲ្យ today នៅលើហើយ I miss នៅក្រោមអញ្ចឹងអ្នកនរគ្នាដាក់ text br ប៉ុណ្ណឹងឃើញអត់ I miss ធ្លាក់ទៅក្រោមយល់ហើយហ្នឹងឯងយល់ទេអាហ្នឹងគឺ br មួយទៀតនៅពេលដែលអ្នកនរគ្នាសរសេរអញ្ចឹងយើង delete br ហើយចូលដាក់ br ទៅស្រួលមើលអូខេយើងមាន br ប៉ុន្តែអ្នកគ្នាចង់ថាអូខេអាហ្នឹងចប់ហើយយើងចង់ដាក់ line ពីក្រោមយើងប្រើប្រាស់ text ឈ្មោះ hr យើងបិទមកឃើញមានអីអត់គឺគំនូសបន្ទាត់មួយនៅខាងក្រោមហើយវាចុះបន្ទាត់ឲ្យទៀតអញ្ចឹងយើងសាក copy នេះមើលហើយដាក់ក្រោម hr ឃើញអត់វាមាន line ពីក្រោមយើងប្រើដើម្បីអីប្រើដើម្បី break line br សម្រាប់ចុះបន្ទាត់ hr ចុះបន្ទាត់ហើយមានគំនូសមួយទៀតផ្ដាច់មកប្រាប់ថាអូខេមើលអាបន្ទាប់ហ្នឹងគឺ content ផ្សេងទេអូខេនេះគេបញ្ជាក់ថាហេតុអីទៅប្រើប្រាស់វាគឺវាល្អសម្រាប់នៅក្នុង paragraph នៅពេលដែលយើងចង់សរសេរហើយយើងចុះបន្ទាត់អានេះល្អនៅពេលយើងចង់ផ្ដាច់ section ឧទាហរណ៍នេះមួយ section អានេះមួយ section ផ្ដាច់ពីគ្នាឧទាហរណ៍ថាអានេះ line 1អានេះ line 2អញ្ចឹងវា section ផ្ដាច់ពីគ្នាយើងអាចប្រើបន្ទាត់ហ្នឹងផ្ដាច់ពីក្រោមបានភាគច្រើននេះគេប្រើសម្រាប់ address lyric form ហើយអញ្ចឹងនៅពេលដែលគេចង់ចុះបន្ទាត់ easy អូខេឥឡូវយើងចូលមកកាន់ div text ជុំស្អីគេ div text ហ្នឹងប្រើដូចគ្នាឥឡូវយើងមកមើលសិន div text ហ្នឹងប្រើគេ div text គឺប្រើសម្រាប់ group content into block អាហ្នឹងមិនអូខេខ្ញុំបញ្យល់ open with live server មួយអូខេនេះគឺ div text ចុះមកនេះដាក់សទៅដាក់ដូចគ្នាហ្នឹង yes វាដាក់ដូចគ្នាប៉ុន្តែ div text ហ្នឹងមិន div text ហ្នឹងគឺគេប្រើសម្រាប់ក្តោប content ច្រើននៅក្នុងហ្នឹងឧទាហរណ៍យើងមាននៅក្នុងនេះយើងមាន h1 គេហើយយើងមានអីថា hello ទៅហើយក្នុង h1 ហ្នឹងក្រោម h1 យើងមាន paragraph មួយទៀតគេយើងសេទៅគេយើងមាន br ហើយយើងទៅសេទៅវាអញ្ចឹងគឺ text div ហ្នឹងគឺគេប្រើសម្រាប់ក្តោបពួកអស់ហ្នឹងយល់ហើយហ្នឹងអត់ហើយមិនចាំបាច់ក្តោបមិនដាក់អានោះពួកអានឹងធម្មតាទៅចោះយើងមកមើល website layout រូបភាពយើងមកមើល website layout នេះមកមើលនេះអូខេយើងព្រីកធំទៅនេះមកចូលទៅ website layout មានណាមើលធំនេះអូរីកច្ងល់អូខេនេះយើងឃើញអត់គឺទាំងអស់នេះគឺក្តោបអញ្ចឹងត្រូវអត់អញ្ចឹងគឺគេប្រើប្រាស់ div text យកកន្លែងណាអត់អានេះ div text មួយ div text មួយទៅនេះ div text មួយទៅនេះ div text មួយទៅនេះ div text ប្រហែលយើងរាប់មើលអញ្ចឹងនឹងគឺជាការប្រើ div text នៅពេលដែលយើងចង់ក្តោបធ្វើ component អីមួយឧទាហរណ៍យើងមានយើង search boxcard component maybe វានេះអញ្ចឹងយើងមកមើលនេះអញ្ចឹងនេះរូបនៅក្នុងរូបនេះវាមានរូបហើយវាមានអក្សរទៅនេះហើយគឺវាចង់ផ្ដាច់អញ្ចឹងអានេះគឺវាមាន div នៅក្នុងហ្នឹងណា
như là tôi hó nhưng tôi sẽ chân một phần ní thon phần ní cứ cái vào điều muối điếu anh ní ở đây dân thay miền pi đi chồng chẳng như miền điều pi điều đi muối hãy điều đi 10 tiền như vậy hết chứ những bạn chạy hãy anh đi điều mà cái đầu này muối cái đầu này mùi chứ là đi dạng đại ní ở đây nhưng đã sói sao giờ tên riêng để tôi nên ruby cái A1 để những bạn có cả khóc kia cô cá hay nhân viên thấy phi và nhầm lên cái đó một kia đã megabyte đây nhưng mà trong đã megabyte nhưng trong đã $5 cô cá mới $5 vừa lớn cũng đại lưới đội lấy ok nhưng mà mình đừng thấy tôi nói dương miên 10 tiết ok cô cá anh ấy là sting nhưng mà mơ rụt được giới nhẹ hết chứ vì miên khi nhập lại khi nhật nhưng mơ dài chứ nó phải đà như riêng style dương đừng khơi tiền ở đây nhưng hai nhà tôi nghe để tôi là lời style dương đã style trong đại background color dương đã muối cái này điều thống á ok chứng dương miên anh ấy nhưng trong khơi phố về chứng nhân đại ní background color tới chia red ở đây khơi background red hay mới ní nhưng đại style background color blue từ black tính đấy thì ở dưới đi blue khơi việt đánh biết miếng khơi nhé chẳng điều thích nó cứ cái pra xâm rạp phơi bẹp này khởi nhất cho bây giờ riêng nó bây giờ riêng tầm một tiết cứ dương chặt đào sợi vì như sợi thưa mình phải sát nè phải sát chính cái tiết chăm bề nên nhưng mình vào nừng ok chẳng nhưng cái thành được nhé nên vô từ lỡ điều thiệt bà vô lại ná ai comment trả số được co cho tôi kênh telegram cho này bà nhóm được co group cứ nhầm miến nhầm đã đâu nông link nơi đừng description ai cho tôi xua trong nơi nâng bán ok ở đây dân cho mà đâu spend giờ nó phải lại sẽ bảo mũi ở xa nhung sẽ file ra nó về tới chuyện khởi chụp ok để tôi nó spend take bữa tháng tới nữa ai có thay vì sử dụng đi thì vì sử dụng việc đối với này tại vì sử dụng mình cứ vì cái đầu ai được ní bàn tay bị chọn cái đầu từ lơ so là nhưng mà mời này để dùng mình ấy highlight part of take inline why use về para mấy para đôi ở trong break line rồi đó style để asona để riêng trong style trong cái style giờ so để trong style mình là rồi với miền y với miền điếu ở đây chứ thấy thấy cho xin điếu với miền thịt điếu hay miền thì one hello ok đây dương miền paragraph phía như gì today I want to meet my crush ok trứng đầu tiên nâng nhau như là my crush chẳng lại crush nó của pin nghe chứ giờ lát vô lại này trong này của pin nữa ở đó dương trong đã phiến dương trong đã anime nhưng sẽ là style mới color pink khơi nhót pink ở hay nâng bắt lối ấy rồi dương trong đã từ red khơi nhót nã thôi cho ngồi trong ban ở trong ban những tê thay dương trong ban đây đây lại cái đi ở đó dương ở thôi chân tế cái dương miền thề bỏ dương ấy ở đó ra chứ như mình vô pi nó đã nâng cả mong tới nhưng đã pi nhưng đã pi nó không ngon tới cho cả bạn đã lấy extension ở đây cũng x bây giờ là style color red nhiều thấy với mình thôi chân tới lấy những cái lệnh mà nó bây giờ dương đặt take phí như ấy gần lặng khả năng cho một tốt nữa tên trong ban chua miền tái đặt spend sell spend thứ nhất cứ dương para viết bạn mình là bây giờ dương trong đặt và lo đã style anh đang đã bán tới trong mình nó đi
đấy dương ở trong đã trong này dương vô này mà đã được lại mình ok mà đấy dương trong đã máy thế là máy không span khởi nhất máy crash mới khởi nhất kia ta inline vô lại này đấy là đưa chỉ thông đấy okนี่ก็ take span គឺគេប្រើបែបហ្នឹងថារៀនអូយ HTML take ច្រើនម៉ែកុំតាន់អាហ្នឹងវាប៉ុណ្្នឹងឯងឥឡូវយើងជិះមកកាន់ comment ជុំស្អីគេ comment Facebook comment TikTok មែនបាទទេយើងមកមើលអូខេមកមើលដល់ពេលដែលអ្នកគ្នាទៅសេកូដទៅសេទៅនេះសេទៅនេះហើយយើងសេ1យើងសេ My name is Cuckoo. My name is Cuckoo. Về tới mất phẹ dưỡng cái vô file HTML dương tử cái trong đã một cái đá cái đã một cái test cái CC nhất cái CC cái là khó bây giờ tới đá gì My name is Swa trong cái xóa hay cho một cái cột nữa chắc nó bên nó cứ dương ai comment bán comment mấy chạy dương bà thể đi muối hay dương đặt nhào tiến chỉ đặt đọt bị đón hay bà xin chỉ đọt đi gạt bạn anh biết đọt bị đón hay dương đọt đi hết dương đọt thấy dương từ nè chứ dương lại từ nè ok chứ dương ai tập kia dương bán này thay ok dương ha from lấy from điếu cả comment bạc trắng á hay comment thấy comment này cái đơn hay comment đếnคือapa hanya le interface นี่mình dùng comment nàyเราไปนะไปช่อง expand code หรือถ้ายังช่อง expand đấy expand ไม่นอน deal is the best you know khởi nhất bị ở trên này khởi hiện trên comment cái pra làแบบหนึ่งคือbị apa hai cô tê rồi mình đã nó ọt mới bây giờ khó như thôi chả dừng bật ok trong comment này thằng ọt mòn ok ọt comment đấy control backslash lực bật tệ rồi chung mà này cái này sao đi ạ chứng là nó không episode 1គឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនធុញទ្រាន់នៅក្នុងការបញ្យល់របស់ខ្ញុំតែខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងងាយយល់នៅពេលដែលខ្ញុំនិយាយបែបឬក៏ចង់ឲ្យនិយាយបញ្យល់លក្ខណៈផ្សេងក៏អាច comment នៅក្នុងវីដេអូខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាហើយបើអត់យល់ឡើងណាអត់ចេះត្រង់ណាអត់ច្បាស់ត្រង់ណាអ្នកទាំងអស់គ្នាអាចឆាតទៅក្នុង Telegram group ឬក៏ subscribe channel Telegram ខ្ញុំមួយដើម្បីបានព័ត៌មានថ្មីអរគុណ